បងប្អូនរួមឈាមជាទីនឹងរលឹកនិងគោរពរាប់អានកម្មវិធីទំព័រថ្មីក្នុងសៀវភៅចាស់តែងមានសំណួររីករាយដែលមានឱកាសបានវិលមកជួបបងប្អូនជាថ្មីម្ដងទៀតបាទកម្មវិធីទំព័រថ្មីក្នុងសៀវភៅចាស់មានន័យថាជាកម្មវិធីនិយាយពីនេះខ្លះពីនោះខ្លះហើយទៅតាមឱកាសនិងលទ្ធភាពដែលអំណោយផលកម្មវិធីនេះបានរចនាឡើងដោយមានគោលបំណងនាំមកនូវគំនិតនិងវិធីសាស្ត្រមួយក្នុងការផ្ដល់យោបល់ផ្សេងៗដែលមានលក្ខណៈជាកណ្ដាលប្រកបដោយទស្សនៈនៃការក្រើនរំលឹកបំភ្លឺនិងលើកទឹកចិត្តក្នុងគោលបំណងរៀនអភិវឌ្ឍគំនិតទស្សនៈដោយនាំគ្នារៀនបណ្ដុះពូជនៃការចាប់ផ្ដើមធ្វើអ្វីមួយដែលចម្រើនជាមួយនឹងទម្លាប់វិជ្ជមានម្ដងបន្តិចម្ដងបន្តិចក្នុងការរៀនកែលម្អទម្លាប់នៃការគិតពិចារណាការនិយាយនិងការធ្វើរបស់យើងព្រោះថាការភ្ញាក់រលឹកស្វាងស្មារតីគឺជាដំណាក់កាលមួយដែលនាំយើងទៅរកការគិតត្រូវនិងការយល់ត្រូវដូច្នេះដើម្បីចាប់ផ្ដើមអភិក្រមនៃការរៀនដូរទម្លាប់អ្វីមួយយើងគួររៀនធ្វើឲ្យមានទម្លាប់ស្មោះត្រង់នឹងខ្លួនឯងជាមុនសិនមុននឹងបន្តដំណើរទៅកសាងទម្លាប់ល្អថ្មីដទៃទៀតព្រោះថាការស្មោះត្រង់នឹងខ្លួនឯងគឺជាបិតានៃការស្មោះត្រង់ទាំងអស់បាទការរៀនធ្វើឲ្យមានទម្លាប់ល្អគឺរៀនសង្កេតមើលការនិយាយស្ដីនិងទង្វើប្រព្រឹត្តរបស់យើង self observe ជាអន្តរកម្ម interaction ជាមួយអ្នកដទៃពីមួយថ្ងៃទៅមួយថ្ងៃដដែលម្ដងហើយម្ដងទៀតដើម្បីកែលម្អនិងបំពេញទង្វើខ្វះខាតទាំងឡាយក្នុងដំណើរការនៃការព្យាយាមនេះតលតែពន្លកនៃសេចក្តីស្មោះត្រង់កើតមានច្រើនឡើងក្នុងការនិយាយស្ដីការប្រព្រឹត្តនិងការគិតពិចារណារបស់យើងអំពីខ្លួនឯងនិងអំពីអ្នកដទៃដែលចិត្តស្ងប់របស់យើងអាចទទួលគ្រប់ការក្តៅត្រជាក់បានដោយធម្មជាតិនិងឈប់ដោះសារឈប់គេចវេះឬចង្អុលទៅអ្នកដទៃពីបញ្ហាអ្វីមួយរបស់យើងបាទនៅពេលដែលយើងកំពុងរៀនសង្កេតមើលអន្តរកម្មរបស់យើងក៏គួរអនុវត្តធ្វើតាមពុទ្ធសុភាសិតមួយដែលបានចែងទុកមកថាសុចិពលៈគឺមានន័យថា 1. រៀនស្ដាប់ 2. រៀនពិចារណា 3. រៀនសួរឬឆ្ងល់និង 4. រៀនកត់ត្រាសរសេរនៅអ្វីដែលយើងបានរៀននិងបានឆ្លងកាត់បើនរៈណាហើយបដិបត្តិបាននៅធម៌ទាំង4នេះនឹងក្លាយទៅជាអរិយបុគ្គលបាទនៅក្នុងជីវិតរស់នៅរបស់យើងអ្វីដែលពិបាកគឺការដូរទម្លាប់ដែលជាទូទៅពីទម្លាប់ខុសទៅទម្លាប់ត្រូវឬទម្លាប់ល្អព្រោះថាទម្លាប់ខុសឬទម្លាប់អាក្រក់ងាយធ្លាប់ណាស់ឯទម្លាប់ល្អឬទម្លាប់ត្រូវពិបាកធ្វើឲ្យបានសម្រេចជាទីបំផុតបាទទម្លាប់ឬការធ្វើឲ្យធ្លាប់គឺជាសកម្មភាពឬការធ្វើអ្វីមួយដដែលម្ដងហើយម្ដងទៀតនៅពេលណាដែលយើងចាប់ផ្ដើមកែទម្លាប់មិនចម្រើនអ្វីមួយឲ្យបានទៅជាទម្លាប់ល្អទម្លាប់ចម្រើនវិញនោះដំបូងមានការពិបាកច្រើនដោយទាមទារឲ្យមានការព្យាយាមវិន័យនិងការបដិញ្ញាចិត្តដើម្បីបានសម្រេចគោលដៅនេះនៅដំណាក់កាលដំបូងមានការពិបាកច្រើនដោយសារតែនៅពេលណាដែលយើងធ្វើអ្វីមួយទង្វើរបស់យើងតែងនៅមានលាយឡំជាមួយនឹងទម្លាប់ចាស់ដែលបានដុះរឹសជាមួយភាពងាយស្រួលក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើងបាទនៅដំណាក់កាលទី2ខណៈដែលយើងចាប់ប្រព្រឹត្តឲ្យមានទម្លាប់ថ្មីទម្លាប់វិជ្ជមាននឹងកើតមានកាន់តែច្រើនឡើងជាមួយសកម្មភាពប្រចាំថ្ងៃរបស់យើងរហូតដល់ដំណាក់កាលទី3ដែលជាដំណាក់កាលចុងក្រោយនៅដំណាក់កាលនេះសកម្មភាពឬទង្វើអ្វីមួយរបស់យើងចាប់ផ្ដើមប្រព្រឹត្តទៅដោយគ្មានទម្លាប់ចាស់ឬទម្លាប់មិនចម្រើននៅលាយឡំជាមួយឡើយនៅលក្ខណៈណាគ្រប់ទង្វើប្រចាំថ្ងៃរបស់យើងប្រព្រឹត្តទៅដោយភាពស្អាតស្អំស្មោះត្រង់ដោយធម្មជាតិឬដោយសភាវគតិហើយនោះគឺមានន័យថាយើងចាប់មានទម្លាប់ល្អថ្មីមួយដែលជាទម្លាប់ស្មោះត្រង់គិតល្អធ្វើល្អនិងនិយាយល្អបាទដំណើរការទៅរកការសម្រេចផលពីដំណាក់កាលមួយទៅដំណាក់កាលមួយមានរយៈពេលវែងខ្លីយោងទៅតាមស្ថានភាពរបស់មនុស្សម្នាក់ដែលមានវិន័យនិងការព្យាយាមយើងគួរចាំថាទម្លាប់គឺជាឧបករណ៍មួយដែលនាំយើងទៅរកជោគជ័យឬបរាជ័យបាន
គឺទម្លាប់ល្អទម្លាប់ចម្រើននឹងនាំយើងទៅរកជោគជ័យតែទម្លាប់មិនចម្រើនវិញវានឹងបង្អាក់រារាំងយើងគ្រប់ការប្រឹងប្រែងទាំងឡាយមនុស្សដែលមានទម្លាប់ស្មោះត្រង់តែងមានអារម្មណ៍ស្ងប់ចិត្តត្រជាក់មិនរអើលខ្នងគ្មានវិបដិសារៈនិងមានសុខភាពល្អដែលជាទ្រព្យដ៏ប្រសើរដែលមនុស្សផងគ្នាតែងប្រាថ្នាចង់បានយើងក៏គួរចាំដែរថាការស្មោះត្រង់គឺជារូបមន្តមួយដែលនាំសង្គមមនុស្សឲ្យមានការជឿការទុកចិត្តរវាងគ្នានឹងគ្នាដែលជាមាគ៌ាដ៏ប្រសើរមួយនាំយើងទៅរកសាមគ្គីភាពបានយើងក៏ដឹងដែរថាកម្មវិធីនេះគ្រាន់តែជាទឹកមួយដំណក់តូចក្នុងផ្ទៃមហាសាគរតែប៉ុណ្ណោះតែដើម្បីជួយនីតិនេះឲ្យមានដំណើរការបានជាប្រយោជន៍ដល់មនុស្សខ្មែរយើងខ្លះនីតិយើងសូមស្វាគមន៍ដល់ការចូលរួមចំណែករបស់បងប្អូនពីគ្រប់មជ្ឈដ្ឋានកម្មវិធីទំព័រថ្មីក្នុងសៀវភៅចាស់នៅពេលនេះចប់តែប៉ុណ្ណេះបាទក្នុងនាមជាពលរដ្ឋនៃប្រទេសមួយកម្មវិធីទំព័រថ្មីក្នុងសៀវភៅចាស់គឺជាការខិតខំប្រឹងប្រែងសាកល្បងបញ្ចេញគំនិតយោបល់ក្នុងគោលបំណងមួយហើយតែមួយគត់គឺចូលរួមធ្វើវិភាគទានជាវិជ្ជមានដល់សង្គមជាតិក្នុងន័យស្រឡាញ់ថែរក្សានិងការពារសូមជម្រាបថាកម្មវិធីទំព័រថ្មីក្នុងសៀវភៅចាស់ចេញផ្សាយប្រចាំសប្តាហ៍ដែលរួមផ្សំដោយបទសម្ភាសន៍កិច្ចជជែកពិភាក្សាគ្មានព្រំដែនអត្ថបទសម្លេងផ្សេងនៅទីអប់រំនិងសាសនាឡាកម្មវិធីនេះជារបស់បងប្អូនទាំងអស់ដែលជាខ្មែរនិងសូមស្វាគមន៍គ្រប់ការតិទៀនកែលម្អនិងការចូលរួមចែករំលែកគំនិតយោបល់វិជ្ជមានរបស់បងប្អូនកម្មវិធីទំព័រថ្មីក្នុងសៀវភៅចាស់សូមជម្រាបលាត្រឹមប៉ុណ្ណេះសូមអរគុណបងប្អូនដែលចាប់អារម្មណ៍ស្ដាប់សូមអំពើល្អដឹកនាំបងប្អូននិងមនុស្សជាទីស្រឡាញ់បានប្រកបតែសុខភាពល្អសុភមង្គលសម្បូរដោយសំណោចក្អាកក្អាយនិងសេចក្តីស្រឡាញ់នៅក្នុងជាតិនេះនិងជួបគ្នានៅឱកាសក្រោយៗទៀត